របស់ចំណុះទុកទាំងអស់បាទមកដល់ទីនេះក្រុមការងារយើងមានថតវីដេអូទុកទៀតដើម្បីផ្ដល់ហើយសំខាន់បំផុតនេះក្រុមការងាររបស់ទូរទស្សន៍ជាតិនៃកម្ពុជានេះក៏លោកផ្ដិតយករូបភាពដ៏ល្អសម្រាប់តាទស្សនិកជនដែលកំពុងទស្សនានៅតាមកញ្ចក់ទូរទស្សន៍ដែរហើយនឹងតាមពេកអញ្ចឹងយើងឃើញហើយបាទគូទី27ដៃជាតានុងម៉ាលីសែនជ័យសេរីពោព្រឹកដែលមកពីប្រទេសដៃគៀនស្វាយបាទកំពុងតែចាច់បងបន្តិចបន្តួចទេទៅលើអធិរាជស្ដេចកនសៀសែនជ័យពីជ័យជេស្តាបាទគឺមកពីកងមាសបាទទូកនេះគឺផិនលោកអញ្ញាអឹងសៀហើយបាទឮតែមកដល់14ទូកបាទឥឡូវនេះបាទយ៉ាងម៉េចអើយដល់ដៃជាតានុងម៉ាលីសែនជ័យសេរីពោព្រឹកបាទស៊ីតែមិនតិចទេបាទលោកអុកញ៉ាស៊ីតែមិនតិចមិញហ្នឹងគេហៅថាម៉ាសកត់ក្បាលបាទម៉ាសកត់ក្បាលរំពេបាទលើទូកហ្នឹងណាបន្ថែមលបឿនហើយបន្ថែមលបឿនទៀតព្រោះហើយនេះជាជើងទី2បាទចាប់ជើងទី2គឺសម្រាប់បាទហើយយប់នេះបើតាមនៅទស្សនវិជ្ជាជារួមមានតាំងពីក្រុមតន្ត្រីមានការតាំងពីពណ៌មានតាំងពីបាញ់ចម្រួចធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងនៅទីក្រុងតាខ្មៅក៏ដូចជាស្រុកផ្សេងរបស់ខេត្តកណ្ដាលប្រជាជនយើងប្រកាសជាធ្វើដំណើរមកចូលរួមទស្សនាកម្មវិធីពេលល្ងាចនេះផងដែរបាទសប្បាយមែនទេហើយខ្ញុំក៏អត់ទាន់ទៅពេញវិញដែរបាទចិត្តបាទយើងមើលដើរបាទដើរមើលការតាំងពីពណ៌បាទនឹងការប្រគំតន្ត្រីហើយយើងឃើញហើយបងប្អូនប្រជាពលរដ្ឋបាទមកច្រើនណាស់ទស្សនានៅទីនេះហើយនៅក្នុងបាទកញ្ចក់ទូរទស្សន៍ក៏ដូចជាเพจចឹងទឹកប្រហែលគេហើយទេបាទដោយសារថាការបណ្ដឹងទូកនេះគឺបងប្អូនប្រជាពលរដ្ឋយើងចូលចិត្តណាស់បាទចូលចិត្តណាស់បាទឥឡូវយើងបន្តទស្សនាគូជាបន្តបាទគូទី27បាទតែចេះតានុងម៉ាលីសែនជ័យសេរីពូព្រឹកដែលការពីជើងទី1គាត់ឈ្នះតែឈ្នះដាច់ទេបាទឥឡូវបដូរទៅខ្សែទៅខាងក្រៅល្អបាទនៅតែល្អតែខ្សែទៅខាងក្រៅចំណែកឯអធិរាជស្ដេចកនសៀសែនពីជ័យបាទជេស្តាការពីជើងទី1នឹងចាញ់គ្នាតែមិនតិចទេបាទចាញ់គ្នាតែមិនតិចទេដោយសារថាតែចេះតានុងម៉ាលីសែនជ័យសេរីពូព្រឹកនេះគាត់មកលេងគ្នានៅមុខវេទិកានេះប្រហែលជា3ខ្ទង់បាទមកពេលដូចជាមកស្កត់ក្បាលទេបាទឈ្នះជើងទី2បាទហើយដាច់ហើយលោកចិត្តដាច់ហើយបាទដាច់ហើយបាទឥឡូវនេះជើងទី2នេះតោខ្សែទៅខាងក្រៅឈ្នះដាច់តែម្ដងតានុងម៉ាលីនេះដាច់បាទពាក់ស្លាកលេខ53បាទឯកសណ្ឋានខៀវទឹកប៊ិចលិចដល់ចុងចង្វាពណ៌សបាទល្អទៅដោយគែមទូកក្បាច់ក្បូរតាមរបៀបរចនារបស់ជាងដែលមានបច្ចេកទេសខ្ពស់ក្នុងការរចនាបាទនៅក្នុងគូទី27នេះគឺខ្សែទឹកខាងក្រៅជាច្រាត់ថ្ងៃក្រមកផងដែរសម្រាប់គូទី2គូពិសេសនេះខ្សែទឹកខាងក្នុងទូកដែលមានឈ្មោះថារិចចាតានុងម៉ាលីសែនជ័យសេរីពោធិព្រឹកដែលស្ថិតនៅក្នុងវត្តសេរីពោធិព្រឹកបន្ទាយដែកត្រប់គៀនស្វាយខេត្តកណ្ដាលចំណែកឯខ្សែទឹកខាងក្រៅខ្សែទឹកខាងក្រៅឯកស្ថានពណ៌ក្រហមទូកមានឈ្មោះថាព្រះទីនាងបាទព្រះទីនាងដែលស្ថិតនៅក្នុងវត្តព្រែកអំបិលបាទព្រែកអំបិលស្រុកខ្សាច់កណ្ដាលហើយកំពុងតែបន្ថែមល្បឿនដើម្បីចាប់យោងកងព័ន្ធទី2ហើយឆ្លងពីកងព័ន្ធទី2ដែលមានចម្ងាយ200ម៉ែត្រមកមុខវេទិកាខេត្តយោគឺល្បឿនគាត់នៅពេលនេះឃើញថានៅតែមហាមហេសីនៅឡើយទេរវាងគូទី2គឺព្រះចាស់តានុងម៉ាលីសែនជ័យសេរីពោធិព្រឹកព្រះទីនាងបាទឥឡូវនេះព្រះទីនាងហាក់ដូចជាមកចេញតែមិនស្គាល់ទេព្រោះតានុងម៉ាលីសែនជ័យសេរីពោធិព្រឹកបាទគៀនស្វាយហាក់ដូចជាដកបន្តិចហើយព្រោះឯកសណ្ឋានរបស់ខ្ញុំទឹកបិចដែលស្ថិតនៅខ្សែទឹកខាងក្នុងគាត់ពាក់ផ្លាកលេខ53បាទឥឡូវនេះបាទយើងឃើញហើយបាទព្រះទីនាងតែមកពីព្រ
រី